ដែលមានធាតុខុសគ្នារវាងសប្បុរសនិងអសប្បុរសទោះបីជានៅចិត្តគ្នាគៀកគ្នាក៏រមែងមិនប្រកបប្រៀបដូចជាព្រួញដែលគេបាញ់នៅក្នុងពេលរាត្រីក្របព្រួញនឹងចេញមិនតាន់ផុតខ្សែបន្លោះរបស់ព្រួញផងត្រូវម្ចាស់ព្រួញនឹងមើលអត់ឃើញបាញ់ទៅមិនដឹងធ្លាក់តាណាដូចអ្នកខ្លះរស់នៅចិត្តគ្នាមែនប៉ុន្តែធាតុខុសគ្នានិស្ស័យខុសគ្នាអត់ដឹងសុខទុក្ខគ្នាទេមែនទេអញ្ចឹងមែនណាហ្នឹងហើយអញ្ចឹងបានពធនឹងគឺថាយើងសំដែងអញ្ចឹងទៅនិយាយតាមព្រះអង្គអញ្ចឹងទៅវាព្រោះមួយយ៉ាងប៉ុន្តែដល់តែយើងយកមកដាក់ក្នុងជីវិតយើងសែបគប់យើងរាប់អានគ្នាទើបដឹងថាពិតដូច្នោះមែនណាធัวនឹងមិនមែនចេះតែងាយស្ដាប់ទេអ្នកខ្លះនឹងជួនកាលនៅចិត្តធัวនឹងអត់យល់ទេណាដោយអាត្មានៅឯនោះញាតិញោមខ្លះដល់ពេលគាត់ទៅនៅអាមេរិកហ្នឹងបានគាត់ចេះស្ដាប់ធัวកាលនៅគាត់នៅចិត្តអាត្មាក៏អត់ស្ដាប់ញោមម្នាក់នៅពោធិ៍សាត់អាត្មាធ្វើវត្តសំដែងធัวឡើង4-10 ឆ្នាំហើយគាត់ថាមិនស្ដាប់ដល់ទៅដល់អាមេរិកទៅវត្តគេជាចែកឌីសចឹងទៅទ្រាំបានក៏យកទៅយកស្ដាប់ទៅគាត់ថាឯងផ្លូវសុតនៅចិត្តធัวយូរហើយធ្វើម៉េចបើវាមិនតាន់ចេញវានៅក្នុងដើមមកឡើយអំពើហ្នឹងមែនទេដូច្នេះរឿងខ្លះត្រូវរងចាំពេលវេលាបំខំមិនបានអញ្ចឹងបានព្រះអង្គប្រោសសត្វលោកនឹងដែលមានឥន្ទ្រីចាស់ខ្លាហ្នឹងគឺត្រូវចាំពេលវេលាដែរញាតិញោមពុទ្ធបរិស័ទទាំងឡាយប្រជាជនខ្មែរយើងមានអរិយធម៌មានវប្បធម៌មានទឹកដីប៉ុន្តែដោយសារតែខ្វះធម៌ក្នុងសម័យកាលខ្លះទើបយើងមិនបាននៅស្រុករបស់ខ្លួនឯងឲ្យមានសុខសេរីភាពមកអំពីយើងមិនបានហែក្បាលព្រំនឹងឲ្យជាប់វប្បធម៌ប្រពៃណីខ្មែរយើងល្អណាស់នៅក្នុងការដង្ហែក្បាលព្រំនេះអាត្មាសង្ខេបរឿងឡើងវិញបន្តិចរាល់ឆ្នាំកូនទេវតាតែងតែមកដង្ហែក្បាលព្រំមែនទេផ្លាស់វេនគ្នាហើយព្រំនឹងឈ្មោះកបិលមហាព្រំភ្នល់គ្នាជាមួយនឹងធម្មបាលកុមារដែលជាមនុស្សភ្នល់ចាញ់ទៅក៏កាត់ក្បាលប៉ុន្តែក្បាលនឹងចេះប្រាប់ទៅកូននឹងថាបើសិនបោះទៅលើមេឃរាំងភ្លៀងអស់12ឆ្នាំបើថាបោះទៅលើផែនដីឆេះព្រៃព្រឹក្សាអស់អត់ដករុក្ខជាតិបើបោះទៅក្នុងសមុទ្ររីងទឹកសមុទ្រអស់ចាទេក្បាលហ្នឹងអស់ចាទេអាត្មាថាចង្រៃមិនអស់ចាទេចង្រៃនឹងចង្រៃអស់ចាហ្នឹងទៅមកក្បាលឯងក៏ចាញ់ក្បាលអាត្មាផងបើអាត្មាបើថាបោះទៅមិនក៏បានមកចំអែតឆ្កែមែនទេបានតង្កើបានស្អីរស់រៀនកុំឲ្យតែដុតចោលហើយក្បាលព្រំនេះចង្រៃបោះលើមេឃរាំងភ្លៀងបោះលើផែនដីឆេះអស់បោះទៅក្នុងទឹករីងអស់ចង្រៃទេចង្រៃទេនឹងញាតិញោមដែលគិតទេណាឥឡូវគិតទាំងអស់គ្នាណារឿងពុព្វបរោះយើងបានយកមកសិក្សាគឺដើម្បីបញ្ជ្រាបនៅការអប់រំប្រសិនបើយើងមិនវែកញែក
យកប្រយោជន៍អំពីរឿងហ្នឹងទេអាចយើងនឹងបោះបង់ចោលដោយមិនស្ដាយស្រណោះនៅពេលណាមួយនៅពេលដែលយើងរកប្រយោជន៍អំពីវាមិនបានពាក់ព័ន្ធច្រើនទៀតពីរឿងសេរី3ប្រការអីហ្នឹងមានពេលអាត្មានឹងនិយាយប៉ុន្តែញាតិញោមជឿទេជឿថាក្បាលព្រំនឹងបើធ្លាក់ពីថាសទៅដល់ដីពិតជាឆេះជឿថាអញ្ចឹងទេជឿថាអញ្ចឹងទេជឿថាអញ្ចឹងទេអាត្មាជឿអត់ឃើញមើលអត់ឃើញញាតិញោមឆ្លើយមួយតាមពិតញាតិញោមឃើញហើយជួបទៀតហ្នឹងហើយហេតុអីបានជាក្បាលនេះវាមានមុខទល់តែ4ក្បាលអស់អង្គគេមានមុខតែ1ហើយបើក្បាល4អញ្ចឹងពេលនៅរស់ដេកហ្នឹងដេកខាងណាវាមិនថប់ទៅហើមមកខាងទេអីហ្នឹងដេកអង្គុយក៏រឺដងបាតងាប់ហើយហ្នឹងហើយតាមពិតក្បាលព្រំមានមុខ4អាចតំណាងនៅព្រំវិហារធម៌4ក៏បានអាចនិយាយសម្ដែងអំពីក្តីមេត្តាទៅកាន់ទិសទាំង4ក៏បានអញ្ចឹងបានពពកបរោះយើងធ្វើប្រាសាទតាព្រំមុខម៉ានមុខ4ហើយមិនបានជាគេដាក់តារឹងក្បាលហ្នឹងវាមិនព្រមធ្វើឲ្យមានទាំងខ្លួនផងទៅហើយគេដាក់ច្រើននៅខាងលើមែនទេច្រើននៅកំពូលខាងលើពីព្រោះបើដាក់ទៀបសម្លឹងឃើញចិត្តដាក់ខ្ពស់សម្លឹងឃើញឆ្ងាយហ្នឹងហើយគឺចង់បង្រៀនដោយចំចំពោះអ្នកដឹកនាំទាំងឡាយអង្គុយឲ្យខ្ពស់មើលឲ្យឆ្ងាយឲ្យមើលឲ្យគ្រប់ជ្រុងកុំមើលតែម្ខាងល្អណាស់យល់ទេឬក៏ញញឹមទាំង4នេះដើម្បីកំចាត់បងនៅអកតេធัวទាំង4មានតោសាកតេភយាកតេអីទៀតមោហាកតេស្រឡាញ់ស្អប់ខ្លាចល្ងងហ្នឹងហើយអញ្ចឹងក្បាលព្រំនេះបើយើងនិយាយអំពីពេលដែលឆេះគឺពេលដែលវារបូតចេញអំពីចិត្តអ្នកដឹកនាំ3ឆ្នាំ8ខែ20ថ្ងៃតើមានក្បាលព្រំនៅក្នុងដៃអត់ធ្លាក់អត់ញាតិញោមរត់ចោលស្រុកអត់ឆេះអត់មើលធ្លាប់ឆេះឲ្យរត់គ្រប់គ្នាអត់ដឹងរឿងមែនទេហ្នឹងហើយដូច្នេះវប្បធម៌ប្រពៃណីយើងនេះប្រសិនបើយើងបានដឹងនិយមន័យដ៏ប្រកបវិជ្ជាហើយយើងនឹងមិនខ្លាចនិយាយប្រាប់ពិភពលោកទេថាពុព្វបរោះរបស់ខ្មែរយើងមិនមែនជាមនុស្សល្ងងទេមែនទេប៉ុន្តែបើយកធัวត្រង់យកទៅប្រាប់តែម្ដងមនុស្សវាឆាប់ភ្លេចចាប់វាមិនបានអញ្ចឹងត្រូវមានរឿងមកនិយាយប្រាប់ជាអត្ថានុរូបប៉ុន្តែបង្កប់ន័យជាអត្ថបដិរូបពន្យល់នៅក្នុងនឹងឃើញទេរាល់ពេលដង្ហែមិនមែនយកមនុស្សធម្មតាទៅដង្ហែទេគឺតួអង្គកូនទេវតាមកដង្ហែដែលតួអង្គកូនទេវតានេះគឺសំដៅទៅលើថ្នាក់ដឹកនាំដែលគេចាត់ទុកថាជាមនុស្សសមត្ថទេពមនុស្សសមត្ថទេពគឺជាមនុស្សដែលគេគោរព
Chẳng bớ nẹ đặc nòm nâng anh nẹ thông nâng anh mình bán rẽ xa nơi cả bà prum nơi khăn đầy thế tùm lẹ cả bà prum chào hỏi khoác cái đây cả rà ná khoác cái đây mê ta chùm buộc bà chì rìa hỏi bà chì rìa trâu tì chè bà chì rìa trâu tì rốm tục mến thế tao dân thọp chè ót chè nâng ấy bàn rột mò đỏ nâng ạ chân ta cái bà prum nâng tật lẹ chè ót chè ní mình mênh xâm rạp tay bà tê dân tiết sắp ngay ní đôi khnia đài à vốt nuclear à vốt missile à vốt pro lai lô thông thông nè pro sân bật nè đất nông bị phục lô robot nơi cái bà prum nâng chênh hỏi chè ọt chè mền tên mòn mền đấy chẳng thua ní mình mênh chỉ thua xâm rạp nọ nè tê mình mênh chỉ thua xâm rạp khmai bao này dây mênh tên có mình mênh bỏ bây này xâm rạp tại khmai tiết cứ xâm rạp tiếng ọc này nơi lỡ bị phốp lô tiếng ọc này nơi lỡ bị phốp lô chân bàn thma ban này dây bịa nâng prap chun chi Americ trao tứ cứ tha là o ná bỏ bây này khmai vấn đề bờ sân chỉ dân mình vô từ đó nâng bởi vô lời kế tế việc rắn tay chỉ bỏ bây này thom đà ban kỳ vô tới chẳng ban kỳ tháp chẳng hơi ban chia khmai sầm mày nút ai khai chia na chạ khmai cả bị prum một buôn mình tâm cao đã lâu nè cao tăng vì sầm mày ông cô chẳng ban khmai pe nút chia nẹt miên ông ná cục krong nở lỡ na chạ khmai nè tư chẳng buôn nó khmai thông mền tén đời xa ấy đời xa miền tu sanh bị sai vén ngài chẳng ban thà không khiếp chỉ nè đặc nòm nứng tua tật phước đôi prum nâng chẳng trừ nhờ nhấm từ càn tư tiếng buồn không khiếp chỉ nè đặc nóm ở trừ miền special smile ở trừ miền nhờ nhấm bị xe sầm rạp nọ nè tại mà nè thì cứ trừ nhờ nhấm từ càn prachia group này cái đây nhờ nhâm phép người ta thua robot nè đặc nóm cứ chia sẻ đấy sốc robot prachia thiết bích ca thai tê và đà ca bon tê và đà chia bậc bầy này để dân thơ to này màu có bàn tay thiết bích để dân trâu cá mình men trâu ca tê và đà tê dân trâu ca tê và thua đại tê và thua nút trâu đâm bẩn độc nơi không chất từ bó dân chẳng ban nơi không mình nút chạy chỉ pram Manuk nurut, manuk sepe tao, manuk pride, manuk sa dari chano, manuk dari chan, manuk sa manuk sao, manuk pin phiệp, manuk sendiri dị cao, manuk nurut, manuk sepe tao, manuk pride, manuk sa dari chano, manuk dari chan, manuk sa manuk sao, manuk bình phiệp chỉ mình nút sơ tê vô luôn mình nút tay chất tế và đà tam bật nó ruộng men tên mình đang mò sầm lạp mình nút tế tay mình nút nó ruộng tự sầm lạp mình nút đôi mình đây để hạt thầm mình nút nó ruộng cứ sầm đá đo mình nút khô khử mình nút sầm bố đòi cá chong à khiết chia bát sầm lạp mình miền trà phần ấy hào tha mình nút sẽ nê để gì cào để dây đo ông thố cứ mình nút đã sầm bố đòi tô sẽ mình nút na sầm bố đòi tô sát mình nút nâng cứ thẹn nó ruột từng ruột cái đau của cục mền nhận nhôm khăng khăng cái đau ọt thẹn nó ruột thẹn từng ruột mền đấy đang à chẳng bị phốp lốc tăng bị đau rồi hốt mà đào về này hơi nâng tư ảnh nè quật tiết mình men tích tí đòi xa sạch nó ruộng nó không than nó ruộng màu bầm phai thế viên nâng tích tí đòi xa mình nút miên sần đan nó ruộng mền thế
មែនទេហ្នឹងហើយអញ្ចឹងញាតិញោមចង់ឃើញឋាននរកត្រូវរកឲ្យឃើញឋាននរកពិតប្រាកដគឺនៅក្នុងចិត្តរបស់មនុស្សវាជាមេវាជាក្បាលបង្កើតឋាននរកឋាននរកមិនដែលមកទាញយើងទម្លាក់ទេតែទោសៈនៅក្នុងចិត្តគឺជាធម៌ដែលរុញសត្វលោកទៅធ្លាក់នរកហ្នឹងហើយចឹងមនុស្សសពេតោមនុស្សប្រែតយើងច្រើនជេរគ្នាអាប្រែតណាបេតៈកាលណាបើគេនិយាយដល់ប្រែតគឺសំដៅទៅដល់សត្វដែលឃ្លានជានិច្ចដែលខ្វះខាតជានិច្ចដែលហេវហត់ជានិច្ចនឹងកាលណាបើគេនិយាយថាប្រែតប៉ុន្តែសត្វប្រែតមែនទែនទោះបីវាឃ្លានយ៉ាងណាវាអត់បាយរត់សែនឆ្នាំយ៉ាងណាក៏វាមិនដែលមកជិះជាន់គេដែរក៏វាមិនដែលមកប្លន់សម្បត្តិមនុស្សដែរវាឃ្លានតែវាអញ្ចឹងទៅក៏ប៉ុន្តែមនុស្សប្រែតប៉ុណ្ណោះដែលរឹបអូសសម្បត្តិអ្នកដទេលួចឆក់ប្លន់អ្នកដទេតើប្រែតមែនទែននិងមនុស្សប្រែតណាគួរខ្លាចជាងមនុស្សប្រែតមែនទេមនុស្សប្រែតអ្នកខ្លះឲ្យនិយមន័យទៅនឹងអត់ត្រូវទេគាត់ថាប្រែតខ្វះអីឃើញអ្នកសុំទានក្បែរផ្សារថ្មីហ្នឹងប្រែតមែនទេបើដើរសុំគេប្រែតអាត្មាប្រែតដែរព្រោះដើរសុំគេដែរហ្នឹងហើយអ្នកសុំគេមានអីគួរឲ្យខ្លាចពួកគាត់មានលួចទេណាហ្នឹងហើយអញ្ចឹងដែលហៅថាមនុស្សសពេតោគឺជាមនុស្សលោភលន់មិនចេះគ្រប់មិនចេះឆ្អែតដោយគ្មានសេចក្តីសន្ដោសនឹងអ្នកណាក៏អាចដើរតួជាប្រែតបានដែរទាំងអាត្មាក៏ដោយទាំងលោកក៏ដោយញាតិញោមក៏ដោយឲ្យតែសេចក្តីត្រូវការមិនចេះគ្រប់កើតឡើងពេលណាពេលនោះហើយធ្លាក់ប្រែតទាំងរស់យល់ទេហ្នឹងហើយអញ្ចឹងក្នុងโลกនេះគេមិនខ្លាចសត្វប្រែតទេតែគេខ្លាចមនុស្សប្រែតនឹងអញ្ចឹងមួយទៀតមនុស្សសដេរិឆានោមនុស្សសដេរិឆានមនុស្សដេរិឆានមិនមែនកើតមកជាខ្លួនដេរិឆានទេដេរិឆានកាចយ៉ាងណាវាល្ងងយ៉ាងណាវាល្ងងតាមបែបធម្មជាតិរបស់វាប៉ុន្តែអ្វីដែលគួរឲ្យខ្លាចគឺមនុស្សដេរិឆានណាញាតិញោមពិចារណាមើលរាប់លានឆ្នាំមកហើយទោះបីសត្វខ្លះវាកើតមកស៊ីសាច់ជាអាហារប៉ុន្តែវាមិនដែលផ្ដាច់ពូជចំណីរបស់វាទេពីព្រោះវាបរិភោគតែមួយចម្អែតក៏វាឈប់ទៅក្រពើក៏ដោយខ្លាក៏ដោយតោក៏ដោយមែនជំមនុស្សដេរិឆានវិញស៊ីខ្ទេចមាត់លាវមែនទេហ្នឹងហើយអញ្ចឹងមនុស្សដេរិឆានក្នុងទីនេះគឺសំដៅទៅដល់មនុស្សដែលសម្បូរដោយមោហៈសម្បូរទៅដោយមនុស្សដែលមិនដឹងគុណទោសបុណ្យបាបហ្នឹងហៅថាមនុស្សដេរិឆានមនុស្សសោមនុស្សពេញភាពជាមនុស្សដឹងថោះដឹងត្រូវមានធម្មសញ្ញានៅក្នុងខ្លួនយ៉ាងហោចមានសិល5ជាបាតគ្រឹះណាពេញមនុស្សត្រឹមតែពេញជាមនុស្សលែងបៀតបៀនពិភពលោកប៉ុន្តែមិនតន់គ្រប់គ្រាន់ល្អឥតខ្ចោះនៅមានមនុស្សមួយបែបទៀតគឺមនុស្សសទេវមនុស្សទេវតាដោយបន្ថែមនៅធម៌2គឺហិរិនិងអតបៈខ្មាស់បាបខ្លាចបាបនៃម្យ៉ាងទៀតមនុស្សទេវតានឹងគឺជាមនុស្សមានចិត្តដូចទេវតាដែលតែងតែចង់ជួយសង្គ្រោះអ្នកដទៃមិនមែនត្រឹមតែមិនធ្វើបាបអ្នកដទៃទេថែមទាំងបណ្ដុះនៅករុណាធម៌
នៅព្រំវិហារធម៌ដើម្បីជាមលុបដល់អ្នកដទៃទៀតឃើញទេខុសគ្នាឆ្ងាយណាស់នៅឋានមនុស្សដូចគ្នាប៉ុន្តែមាន5ពួកមនុស្សខ្លះជួយគេមិនបានហើយធ្វើបាបគេទៀតប៉ុន្តែមនុស្សចុងក្រោយនេះមិនមែនត្រឹមតែមិនធ្វើបាបអ្នកដទៃទេនៅធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយអ្នកដទៃទៀតបានជាឲ្យឈ្មោះថាមនុស្សទេវតាមួយយ៉ាងព្រោះមានធម៌ទេវតានៅក្នុងខ្លួនម្យ៉ាងទៀតព្រោះជាទីពឹងនៃមនុស្សម្នាដ៏ច្រើនដូចគ្នានឹងយើងនៅពេលដែលជួបគ្រោះអាសន្ននៅក្នុងជីវិតយើងតែងតែបន់ទេវតាតាមពិតទេវតាមែនទែនដែលយើងត្រូវពឹងមិនមែនទេវតានៅលើមេឃទេគឺមនុស្សទេវតាសង្គមយើងរាល់ថ្ងៃអញ្ចឹងយើងត្រូវការមនុស្សទេវតាញាតិញោមត្រូវការទេវតាឆ្នាំថ្មីមែនទែនឬក៏ត្រូវការមនុស្សទេវតាណាតាមពិតមនុស្សដែលមានចិត្តដូចទេវតាប៉ុណ្ណោះដែលជួយយើងបានមែនព្រោះធ្វើបុណ្យចូលឆ្នាំយូរមិនដឹងមុខទេវតាមែនទែនមិនផងណាប៉ុន្តែធាតុពិតយើងត្រូវការទេវធម៌មកបដោះដាំនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាហើយបើយើងរួមមនុស្សទេវតាខាងក្រៅមិនបានត្រូវរកខ្លួនឯងដោយយកធម៌ទេវតាមកដាក់ក្នុងខ្លួនវប្បធម៌នៃការបន្ទោសគ្នាវប្បធម៌នៃការជេរគ្នាយើងធ្វើអស់កាលជាអង្វែងមកហើយប៉ុន្តែយើងស្ដារស្រុកទេសយើងអត់បានទេពីព្រោះអីពីព្រោះតែខ្វះធម៌ពីព្រោះតែឲ្យកំហុសទៅគ្នាទៅវិញទៅមកចំអល់គ្នាទៅវិញទៅមកអាក្រក់អាក្រៃណាស់ណាញាតិញោមអាត្មានៅពីក្មេងលឺតែខ្មាំងខ្មែរក្រហមនៅក្នុងព្រៃជេរមកខាងក្នុងសិតអាខ្មាំងយួនហើយដល់ទៅពេលខាងក្នុងនេះជេរអ្នកក្នុងព្រៃអីបនបតិកិរិយាហើយដល់ទៅពេលបាញ់គ្នានឹងងាប់តែខ្មែរដោយសារអីដោយសារខ្វះការសាបព្រោះនៅគុណធម៌ខ្វះការសាបព្រោះនៅក្តីស្រឡាញ់មេត្តាធម៌ដល់គ្នានឹងគ្នាខ្វះការបណ្ដុះនៅគំនិតជាតិនិយមជនជាតិមួយដែលអស់គំនិតជាតិនិយមហើយយើងរួបរวมគ្នាអត់បានទេញាតិញោមមិនឆ្លើយហ្នឹងហើយប្រសិនបើយើងនៅមានមួយចំណុចទៀតដែលយើងអាចងើបរួចដោយសារអាត្មាឃើញចឹងអាត្មាថាធាតុផ្អែមនៅតែផ្អែមចិត្តល្អរបស់ពុទ្ធបរិស័ទជនជាតិខ្មែរយើងនៅតែមានអាត្មាឃើញថានៅតែមានប៉ុន្តែសំខាន់ដោយព្រះអង្គសម្ដែងចឹងថាកាលណាអ្នកបួសទាំងឡាយមិនមានវិន័យជាគ្រឿងឃុំគ្រងវានឹងរាយប៉ាយដូចជាផ្កាវានៅរាយគ្នាវាអត់ទៅមានសណ្ដាប់ធ្នាប់ខ្មែរយើងនៅបរទេសច្រើនមែនទែនអាត្មាដើរទៅអាមេរិកក៏ដោយសឹងជាងកន្លះលាននៅអាមេរិកច្រើននៅបារាំងសេសយើងក៏ច្រើនដែរមានន័យថាសុទ្ធតែជាធាតុផ្កាដែលនៅទីទីអំពីគ្នាកម្លាំងយើងនេះបើរួមបានត្រឹមតែពាក់កណ្ដាលយើងចង់ជួយស្រុកយើងមិនពិបាកទេមែនទេហ្នឹងហើយយើងជួយមិនបានពីព្រោះវាខ្វះការទុកចិត្តគ្នានេះមេរោគមិនទុកចិត្តគ្នានេះអាក្រក់ណាស់ញាតិញោមប្តីប្រពន្ធក៏ដោយមិនបាច់និយាយដល់ប្រទេសជាតិតែប្តីប្រពន្ធក៏ដោយតែមិនទុកចិត្តគ្នាហើយម៉េចហ្នឹងហើយអញ្ចឹងបើថាកុំសង្ស័យតែសង្ស័យចង្រៃមកអាយុមែនហ្នឹងតែសង្ស័យគ្នាហើយចង្រៃមកអាយុអញ្ចឹងបានជាត្រូវបង្កើតវប្បធម៌និយាយគ្នាព្រះសម្មាសម្ពុទ្ធបង្ហាញយើងទាំងអស់ថាដើម្បីឲ្យកើតទៅជាសាមគ្គីធម៌បានមិនមែនរឿងស្មានពីក្រៅទេយើងរាល់ថ្ងៃកើតទៅជាចំនួនស្អីក៏ដោយមិនសូវបានអង្គុយនិយាយគ្នាច្រើនតែស្ដាប់មនុស្សទី2ទី3និយាយបន្តអាការស្ដាប់និយាយបន្តនឹងហើយដែលវាមិនអាចយល់ពីគ្នាពុទ្ធ
ព្រះអង្គឲ្យជំរះដោយការប្រជុំគ្នារឿយនិយាយគ្នាដោះស្រាយគ្នានឹងចឹងបានកន្លឹះនៅចេញរួចដែលយើងអាចជួយសង្គមយើងបានចឹងមិនបានសប្បាយចិត្តណាញោមណាឯមុនគាត់ថាឆ្នាំក្រោយគាត់រត្រែតគាត់ទៅជួយចេះហ្នឹងហើយបានក៏ចេះតែសប្បាយចិត្តចឹងទៅហើយមានញាតិញោមខ្លះទៀតគាត់ថាជួយក៏វាអស់ច្រើនដែរប៉ុន្តែជួយទៅវាចេះតែខំជួយទៅខ្សុយអស់ទៅដោយសារអីដោយសារវាមិនមានធួនៅក្នុងចិត្តដំបងឡើយវាគិតថាជួយមែនដល់ជួយលុយវាច្រើនឡើងបាញ់ការប្រពន្ធក្មេងមួយទៅបាត់ទៅនឹងតែការងារវាមិនមែនជាប្រព័ន្ធរហូតដល់ខ្មែរយើងបច្ចុប្បន្នយល់ថាខ្មែរមិនចេះធ្វើការជាធីមទេមិនចេះធ្វើការជាក្រុមទេឬថានៅក្នុងព្រះពុទ្ធសាសនាមិនចេះធ្វើការជាក្រុមទេញាតិញោមពុទ្ធបរិស័ទទាំងឡាយពុទ្ធគ្រាន់តែបង្រៀនចេញមកណាព្រះអង្គយកក្រុមជាសំខាន់ហ្មងសំបីធ្វើទានជាបាដិបុគ្គលិទានធ្វើចំពោះបុគ្គលមិនស្មើនឹងធ្វើចំពោះសង្ឃទេសង្ឃជាស្អីជាក្រុមជាសហគមន៍ឃើញទេកាលណាបុគ្គលធ្វើការងារដើម្បីសហគមន៍វាមិនងាយដួលទេកាលណាយើងធ្វើដើម្បីបុគ្គលមួយបុគ្គលនឹងអាក្រក់ទៅឬក៏បុគ្គលនឹងស្លាប់ទៅបុគ្គលនឹងបាត់បង់ទៅវាត្រូវជាប់ការងារនឹងដោយស្រុកទេសយើងចឹងប្រទេសមួយទាំងមូលតាំងពីដើមមករបៀបដឹកនាំដូចជារបស់មនុស្សម្នាក់ប្រទេសអ្នករីកចម្រើនញាតិញោមដឹងអាមេរិកក៏ដោយបារាំងសែសក៏ដោយគេមិនទុកប្រទេសជាសម្បត្តិនរណាម្នាក់ទេយល់ទេសូម្បីព្រះពុទ្ធសាសនាទាំងមូលនេះមុនពេលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានព្រះអានន្ទលោកមានថេរដីកាថាខ្ញុំព្រះអង្គជឿថាដរាបណាព្រះដ៏មានព្រះភិក្ខមិនតន់សម្ដែងធម៌អ្វីយ៉ាងពិសេសទេព្រះអង្គមិនបរិនិព្វានទេព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាមនាលអានន្ទតើអ្នកសម្គាល់សេចក្តីសំខាន់នៅលើតថាគតត្រង់ចំណុចអីទៀតពីព្រោះសេចក្តីសំខាន់ទាំងឡាយធម៌ទាំងឡាយព្រះអង្គបានសម្ដែងចែកអស់ហើយនៅពេលដែលព្រះអង្គទ្រង់ផ្ដាំផ្ញើនៅសាសនានេះព្រះអង្គអត់បានផ្ដាំផ្ញើនុបុគ្គលណាមួយជាពិសេសទេគឺសង្ឃឹមទៅលើសាវកគឺបរិស័ទទាំង4មានន័យថាទល់តែសហគមន៍រួមគ្នាទើបអាចធ្វើការងារឲ្យទៅរលូនបានដូចគ្នានឹងយើងដាំចំការអញ្ចឹងពាក្យថាដាំចំការមិនមែនដើមឈើមួយដើមទេដើមឈើមួយដើមទោះបីល្អយ៉ាងណាក៏គេហៅមិនហៅថាចំការដែរគឺជាដើមឈើមួយដើមទល់តែដើមឈើច្រើនតំណាំច្រើនទៅហៅថាចំការបើវាខូច4 10ដើមក៏នៅតែជាចំការប្រសិនបើវាតែដើមឈើមួយដើមវាងាប់ទៅចប់ហើយមែនឬមិនមែនចឹងបានថាសម័យយើងនេះវាទំនើបទៅហើយប្រព័ន្ធអ៊ីនធឺណិតអីក៏វាច្រើនការរួបរวมគ្នាអាត្មានៅតែមានសង្ឃឹមហើយការរួបរวมការកសាងវត្តតាមស្ដាប់តាមប្រវត្តិនៃគុណចាតិកាលោកមានថេរដីកាមកដំបូងមិនទាន់មានកន្លែងនៅគេមិនទាន់ស្គាល់អាចធ្វើបានប៉ុណ្ណេះគឺថាល្អណាស់ហើយថ្មីយើងក៏បានបង្កើតវត្តថ្មីវត្តមនីសិក្ខារាមអីចឹងមានដីធំគ្រាន់បើដែរណាហើយដើម្បីឲ្យសហគមន៍យើងរីកចម្រើនញាតិញោមទល់តែបែងចែកនៅកិច្ចការខ្លះដោយសម្លឹងឃើញការងាររួមមិនសន្សំរឿងកប៉ិកកប៉ុកថាជារឿងធំដូចនៅផ្ទះសម្បែងយើងពីព្រោះការងារចូលមកធ្វើបុណ្យធ្វើកុសលតាមវត្តអារាមហ្នឹងវាចេះតែមានការប៉ះទង្គិចតិចតួចអីចឹងប៉ុន្តែប្រសិនបើយើងមានទស្សនវិស័យវែងឆ្ងាយរឿងធំយើងទុកដូចជារឿងតូចរឿងតូចដូចជាអត់ពុទ្ធគឺជាមេដាបៃតាគួរតែគោរពបូជារក្សាឲ្យបានរុងរឿង